នៅពេលកន្លងមកនឹងរយៈពេលមុនពេលដែលកូនស្រីខ្ញុំជួបបញ្ហានៅមន្ទីរពេទ្យឯកជនមានរឿងរ៉ាវមួយចំនួនបានកើតមានឡើងចំពោះគ្រួសារខ្ញុំនិងមានគេបានតាមដានគ្រួសារខ្ញុំទៀតផងតើនេះជារឿងចៃដន្យឬយ៉ាងណានៅពេលដែលគ្រួសារខ្ញុំបានឃើញពីអេរិយាបថរបស់គ្រូពេទ្យនៅបន្ទប់សង្គ្រោះបន្ទាន់បែបនេះរូបខ្ញុំចង់កាំងស្មារតីធ្វើអ្វីក៏មិនចង់កើតងាកមកចង់យកកូនចេញទៅព្យាបាលនៅមន្ទីរពេទ្យផ្សេងខ្លាចកូនហូរឈាមព្រោះគ្រូពេទ្យបាននិយាយប្រាប់ជាដដែលថាប្រយ័ត្នហូរឈាមបាទនៅពេលនោះគ្រូសារខ្ញុំភ័យព្រួយខ្លាំងណាស់មិនអាចជួយអ្វីដល់កូនបានឡើយបានត្រឹមតែយកកូនកន្សែងជ្រលក់ទឹកមកជូតខ្លួនប្រាណជូតដៃជើងជូតថ្ងាសនិងស្អំក្បាលឲ្យកូនដើម្បីមិនចុះកម្ដៅតែប៉ុណ្ណោះមើលទៅអ្វីដែលគ្រូពេទ្យនៅផ្នែកបន្ទប់សង្គ្រោះបន្ទាន់បានធ្វើមកលើកូនស្រីខ្ញុំនិងគ្រួសារខ្ញុំដូចជាពួកគាត់មានចេតនាចង់រាំងខ្ទប់មិនអាចឲ្យគ្រួសារខ្ញុំយកកូនចេញទៅណាឬទៅព្យាបាលនៅមន្ទីរពេទ្យផ្សេងបានពួកគាត់ដូចជាមានបំណងចង់ឲ្យកូនស្រីខ្ញុំស្លាប់នៅទីនេះជាមួយនឹងជំងឺមហារីកឈាមដែលពួកគាត់បានសន្និដ្ឋានខុសពីការពិតនិងគ្មានមូលដ្ឋានវិទ្យាសាស្ត្រផ្នែកមន្ទីរពិសោធន៍ត្រឹមត្រូវដើម្បីលុបបំបាត់ភស្តុតាងជួយលុបលាងកំហុសខុសឆ្គងឲ្យគ្រូពេទ្យឯកជននិងលាក់បាំងកំហុសខុសឆ្គងរបស់ខ្លួនផងដែរ